បានឧបត្ថម្ភកម្មការយើងទឹកសុខចំនួន200យួរហើយឧបត្ថម្ភខ្ញុំជាមួយលោកគ្រូនេះថាវិការ MT យើង2លានរៀលបាទសូមថ្លែងអំណរគុណឥឡូវទូកឈ្នះនៅជើងទី1ប៉ុន្តែរងចាំជើងទី2ជាបន្តសុខខ្វាយជាងនេះសម្រាប់អាការអ៊ំប៉ុណ្ណឹងអញ្ចឹងលទ្ធផលដែលពុកម៉ែបងប្អូនបានទស្សនាបានដឹងបានឮនេះគ្រាន់តែជើងទី1ឯងនៅជើងទី2ជាបន្តឥឡូវយើងបន្តទៅគូចុងក្រោយដែលជាទូកវែងរបស់យើងមកគូចុងក្រោយទូកហាត់វែងទូកដែលស្ថិតនៅខ្សែទឹកក្នុងពាក់ផ្លាកលេខ064អត់ដងទួល3បារមីពិជ័យចេស្តាបាទគាត់ព្រមម្ដងទួល3រាយប៉ាយស្រុកផងមាសកំពង់ចាមខ្សែទឹកក្នុង056ភូមិផ្សុងសុកសានសែនជ័យសេរីសុធីបាទគឺមកពីគៀនស្វាយមកពីគៀនស្វាយឥឡូវយើងឃើញថាខ្សែទឹកខាងក្រៅបាទហាក់ដូចជាមានព្រៀបបន្តិចឯងវត្តសុំសុកសានសែនជ័យសេរីសុធីកំពុងតែនាំមុខបាទទៅលើឧត្តមទួល3បាទប្រមីវិជ័យចេស្តាអូហូបាទឥឡូវនេះឈ្នះហើយបាទឈ្នះហើយខ្សែទឹកខាងក្រៅសម្រាប់គូចុងក្រោយបាទឥឡូវយើងចូលដល់ទូកមួងដែលជាទូកលំហឯកមួយផ្នែកទៀតរបស់ប្រជាជាតិកម្ពុជាអញ្ចឹងបានទូករបស់យើងច្រើនណាស់អ៊ំប៉ុណ្ណឹងនៅក្នុងព្រះរាជពិធីនោះមានទូកពុកចាយទៀតទូកចាយទូកបាទ